ឡូបងនៅសាលារៀនដែលខ្ញុំលក់ហ្នឹងលោកនាយកគាត់អត់ឲ្យប្រើថង់ប្លាស្ទិកអុយឲ្យអ្នកលក់ទាំងអស់ហ្នឹងព្យាយាមធ្វើយ៉ាងម៉េចកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិកតាមតែអាចទៅបានមានបងមានម៉ូតណាខ្សែណាដែលពួកខ្ញុំអាចប្រើឲ្យធូរថ្លៃបានអត់បងអ្នកលក់លឺតែអញ្ចឹងគឺពេញចិត្តពេញបេះដូងត្មងតែងតែសម័យថាបើសិនជាសាលារៀនមិនថាបឋមមនុស្សជាឡាយវិទ្យាល័យលោកនាយកសាលាគាត់អាចចាប់ផ្ដើមកាត់គឺក៏រឹតបន្តឹងបងនៃគាត់លក់នៅសាលាព្យាយាមលើកទឹកចិត្តឲ្យពួកគាត់រកផលិតផលណាដែលមិនសូវប្រើថង់ប្លាស្ទិកតួយ៉ាងដូច eco friendly អញ្ចឹងគឺយើងព្យាយាមផលិតផលិតផលដែលអត់ប៉ះពាល់បរិស្ថានផលិតផលដែលអាចប្រើជំនួសថង់ប្លាស្ទិកបានជាច្រើនទៀតណាបងប្អូនខ្ញុំជឿថានៅសាលារៀនគឺជាកន្លែងមួយដែលល្អបំផុតសម្រាប់ក្មេងៗជំនាន់ក្រោយឲ្យគាត់ស្វែងយល់អំពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិកអញ្ចឹងតាមរយៈវីដេអូនេះខ្ញុំពិតជាសំណូមពរមែនទែនចំពោះអ្នកគ្រូលោកគ្រូនាយកសាលាទាំងអស់ទូទាំងប្រទេសជួយគ្រប់គ្រងជួយផ្សព្វផ្សាយសម្លេងរបស់លោកគ្រូអ្នកគ្រូគឺមានឥទ្ធិពលខ្លាំងដល់សិស្សជំនាន់ក្រោយ